រៀបចំបាយទឹកឲ្យខ្ញុំបើមិនចង់ឲ្យខ្ញុំស្រែកឡូឡាទេខ្ញុំត្រូវការហូបជាបន្ទាន់បើត្រូវការហូបបាយហេតុអីក៏មិនចូលផ្ទះតាំងតែពីព្រលប់ឥឡូវថ្មណាហើយចូលផ្ទះវិញស្រែកឡូឡារករឿងប្រពន្ធកូនធ្វើដូច្នេះគិតថាវាសមតើមែនដែរទីសមឬមិនសមវាជារឿងរបស់ខ្ញុំទេខ្ញុំចង់ចូលផ្ទះថ្មនេះវាជាសិទ្ធិរបស់ខ្ញុំត្រឹមជាប្រពន្ធសោះកុំសួរនាំដេញដោលច្រើនពេកព្រោះតែខ្ញុំជាប្រពន្ធបានជាខ្ញុំត្រូវសួរនាំបើឯងជាកូនខ្ញុំវិញខ្ញុំកាត់ការចោលយូរហើយតវ៉ាទៀតហើយអីហ៎មីអូនយកកបិតមកពុកកាប់ម៉ែកូនឯងចោលមួយឲ្យវារៀងចាលម្ដងសូមជូនរឿងខ្លួនឯងធ្វើបាបខ្លួនឯងនាពេលយប់យន់ឪពុកទៅតែចូលផ្ទះវិញដោយក្លិនស្រាធំហួងតែម្ដងខណៈពេលដែលចូលដល់ក្នុងផ្ទះអ្នកជាឪពុកបានបន្លឺឡើង ថ្មើនេះហើយមិនគិតដេកពួនទេអីរៀបចំបាយទឹកឲ្យយើងវើយម៉ែវាមករៀបចំបាយទឹកឲ្យប្តីហើយតើណាអស់ហើយហ្នឹងមនុស្សកំពុងតែឃ្លានផងតើឡូឡារកអីមកដល់ផ្ទះហើយមិនក៏មិនរកកន្លែងដេកតើឡូឡាបានប្រយោជន៍អីមកវិញរៀបចំបាយទឹកឲ្យខ្ញុំបើមិនចង់ឲ្យខ្ញុំស្រែកឡូឡាទេខ្ញុំត្រូវការហូបជាបន្ទាន់បើត្រូវការហូបបាយហេតុអីក៏មិនចូលផ្ទះតាំងតែពីព្រលប់ឥឡូវថ្មណាហើយចូលផ្ទះវិញស្រែកឡូឡារករឿងប្រពន្ធកូនធ្វើដូច្នេះគិតថាវាសមតើមែនដែរទីសមឬមិនសមវាជារឿងរបស់ខ្ញុំទេខ្ញុំចង់ចូលផ្ទះថ្មើរនេះវាជាសិទ្ធិរបស់ខ្ញុំត្រឹមជាប្រពន្ធសោះកុំសួរនាំដេញដោលច្រើនពេកព្រោះតែខ្ញុំជាប្រពន្ធបានជាខ្ញុំត្រូវសួរនាំបើឯងជាកូនខ្ញុំវិញខ្ញុំកាត់ការចោលយូរហើយតវ៉ាទៀតហើយអីមីអូនយកកបិតមកពុកកាប់ម៉ែកូនឯងចោលមួយឲ្យវារៀងចាលម្ដងប៉ិនថើយប្តីណាស់យើងជាប្តីកុំចូលចិត្តឌៀមដាមថាឲ្យយើងពេកមីអូនឆាប់ក្រោកឡើងកុំទៅហៅកូនវាដេកលក់បាត់ហើយហាឡើងប្រមាថកាប់ប្រពន្ធសវឹងពេលណាក៏បែបនេះដែរមិនដែលនិយាយឲ្យស្រួលបួលសោះទៅផឹកជាមួយគេតើបាននិយាយស្អីខ្លះបានជាចូលចិត្តប្រមាថលើប្រពន្ធបែបហ្នឹងមួយម៉ាត់ក៏កំបិតមួយម៉ាត់ក៏កាំសវឹងលេលើលេងដឹងខ្យល់អស់ហើយមីអូនឆាប់ក្រោកឡើងយេកូននេះវាដេកស្អីវាហ្នឹងមិនលឺឪវាប្រើសោះទៅយកកបិតមកឲ្យពុកម៉ែកូនឯងនេះវាខ្លាំងណាស់រាល់ថ្ងៃនេះមីអូនលឺពុកហៅឬក៏អត់ប្រយ័ត្នពុកវាយថែមណាទៅហៅកូនរកអីកូនវាដេកហើយថ្មនេះឯងបើផឹកហើយមានចរិតបែបនេះឈប់ផឹកទៅខ្មាស់អ្នកចិត្តខាងពេលសវឹងឡើងអាងអីប្រមាថប្រពន្ធពេលខ្លះវាយកូនមិនដែលដឹងអីពេលនេះមកពីផឹកវិញផឹកស៊ីឆ្ងាញ់មាត់ឯងហើយមកធ្វើបាបប្រពន្ធកូនដែលនៅផ្ទះមិនដឹងអីនេះមីអូនអត់លឺឪឯងហៅទេអីវាដេកស្អីវាថ្មើរនេះហ្នឹងយប់ហើយគេដេកមិនមែនសវឹងប៉ោឡែដូចឪវាទេទៅរកកន្លែងដេកទៅកុំរករឿងកូនទៀតកូនវាត្រូវការទៅរៀនស្អែកនេះដូចគ្នាពីអ្នកម៉ែកូនឯងនេះចាំមើលថាហើយអ្នកជាប្តីទៅរកកន្លែងដេកតែម្ដងផឹកស្វឹងហើយមិនចេះដេកទេតទៅរករឿងដំឡងគេសិនទៅព្រមដេកប្តីម៉ាក់អស់កែនាពេលព្រឹកឡើងកូនស្រីដែលមានអាយុ12ឆ្នាំបានរៀបចំកាតាបរៀនដាក់ក្នុងកន្ត្រកកង់បំរុងជិះចេញទៅសាលាកូនម៉ែមិនតាន់ឲ្យលុយទេប្រញាប់តែចង់ចេញពីផ្ទះអត់យកលុយទៅចាយតើកូនឯងបានអីទិញនំហូងណែម៉ែឲ្យ3000រៀលខ្ញុំមានលុយហើយម៉ែខ្ញុំលុយអេតចាយនឹងអាចកោពីម្សិលមិញបានចិត្ត10000ដែរខ្ញុំអាចចាយបាន3ទៅ4ថ្ងៃម៉ែមិនដឹងស្មានតែកូនទៅរៀនអត់មានលុយចាយទៅសាលាចុះកូនកុំឲ្យយឺតម៉ោងកូនចាខ្ញុំទៅសិនហើយម៉ែថាចាប់ហើយកូនស្រីជិះកង់ចេញពីផ្ទះផ្លែនអើយបានកូនកំមុំមួយដែរចេះគិតគូរតាំងតែពីអាយុប៉ុណ្ណេះហើយរំពេចនោះអ្នកជិតខាងរបស់មីងយ៉ាន់ដែលបំរុងជិះម៉ូតូចេញទៅធ្វើការបានសួរនាំមកកាន់មីងយ៉ាន់យ៉ាងលឺថាអ្នកអើយពីយប់មិញប្តីសវឹងទៀតហើយមែនទេខ្ញុំភ្ញាក់កណ្ដាលយប់តែម្ដងកំពុងតែដេកលក់ស្រួលតែមកឮសំឡេងប្តីរបស់អ្នក
ធ្វើឲ្យខ្ញុំភ្ញាក់ទាំងមួយមិញមួយមាំងអស់ ចាសវឹងតែអញ្ចឹងទីមកដល់ផ្ទះវិញរករឿងប្រពន្ធកូនគឺជាទម្លាប់របស់គាត់ទៅហើយ តែយប់មិញនេះខ្ញុំឮថាប្តីអ្នកចង់រកកបិតរកតបងផងណាប្រយ័ត្នខ្លួនឲ្យមែនទែនទៅអ្នកព្រោះថាមនុស្សស្វឹងធ្វើអីទៅទាំងងងឹតងងល់ណាស់ពិបាកនិយាយគ្នាតែម្ដងហើយ ចាខ្ញុំដឹងពីរឿងនេះព្រោះតែសវឹងអញ្ចឹងទើបខ្ញុំការពារណាស់មិនឲ្យកូនចូលក្បែរទេព្រោះនិយាយជាមួយកូនរករឿងវាយកូនណាស់ឲ្យតែស្រាចូលខ្លួន ខ្ញុំទៅធ្វើការសិនហើយអ្នក ចាពូប្រាញ់បានចាក់ចេញទៅបន្ទាប់ពីជជែកចាំជូលីលចូលទៅតុរបស់នាងខណៈនោះមិត្តភ័ក្តិរួមតុរបស់នាងបានមកដល់ដូចគ្នាមកដូចជាស្លាក់ណាស់អញដេកអត់ឆ្អែតមែនទេកាលពីយប់មិញនេះទឹកមកអញអត់ល្អសោះហ្មងខ្ញុំដេកមិនឆ្អែតឯងមកថ្នាក់លឿនម្ល៉េះថ្ងៃនេះខ្ញុំឲ្យបងខ្ញុំជូនមកសាលាបានជាមកលឿនម៉ែខ្ញុំដាស់ទៀតវាជាកត្តាជំរុញឲ្យខ្ញុំមកលឿនខុសប្លែកពីរាល់ថ្ងៃមកលឿនដូច្នេះល្អណាស់គាត់មិនរៀនបង្ហាយទេតន់គ្រូអត់តន់ចូលថ្នាក់អរគុណមិត្តភក្តិនារីក៏បានកត់មេរៀនរបស់នាងតែម្ដងស្របពេលជាមួយគ្នានោះសិស្សដទៃទៀតបានមកដល់ថ្នាក់ជាបន្តបន្ទាប់ជូលីលយប់មិញខ្ញុំឮពុកឯងបានឲ្យឯងយកកំបិតឲ្យគាត់ឯងបានយកឲ្យគាត់ដែរទេពុកឯងស្វឹងរាល់ថ្ងៃចង់ទៅទិញកំបិតកាប់ម៉ែឯងអត់ខ្លាចទេអីដែលរស់នៅជាមួយនឹងគាត់បើខ្ញុំវិញខ្ញុំខ្លាចខ្លាំងណាស់ប៉ិតមែនទេពុកឯងស្វឹងស្រាចង់ធ្វើបែបនោះផងហើយមិនដូចពុកខ្ញុំទេគាត់ពិសាស្រារួចគាត់សម្រានហើយអត់ចេះរករឿងប្រពន្ធកូនទេគាត់មិនរៀនទេគ្រូជិតមកដល់ថ្នាក់ហើយស្របពេលជាមួយគ្នានោះលោកគ្រូប្រចាំថ្នាក់ក៏បានចូលមកដល់ក្នុងថ្នាក់សិស្សនាំគ្នាក្រោកឈរសំពះជម្រាបសួរលោកគ្រូ បាទអរគុណកូនអាចអង្គុយចុះបានលោកគ្រូដូចជាចង់ឆែកសភៅដល់ហើយតើអ្នកណាខ្លះដែលខ្ជិលកត់មេរៀនខ្ជិលធ្វើកិច្ចការសាលាដែលគ្រូបានដាក់ឲ្យទៅនោះ ខ្ញុំបានកត់មេរៀនធ្វើកិច្ចការផ្ទះដែលលោកគ្រូដាក់ឲ្យរហូតអត់ហ៊ានលួចខ្ជិលទេលោកគ្រូកំតាន់ឆែកអីទុកពេលឲ្យសិស្សប្រហែលថ្ងៃទៀតទេលោកគ្រូគួរតែប្រាប់ពួកខ្ញុំទុកមុនដើម្បីឲ្យខ្ញុំបានត្រៀមខ្លួនផង មុខសញ្ញាសិភៅគ្មានមេរៀនហើយខ្ជិលណាស់សិស្សម្នាក់នេះបង្ហើយមេរៀនរបស់យើងទៅហើយសិភៅសុំឲ្យមានមេរៀនពេញផងព្រោះពេលប្រឡងមេរៀនចេញទៅណាមិនឆ្ងាយទេក្រៅពីមេរៀនដែលគ្រូបានដាក់ឲ្យកត់បើអត់សិភៅអត់មេរៀនដូចជាមកសាលាហើយតែមិនបានយកចិត្តទុកដាក់រៀនសូត្រជាមួយអ្វីដែលគ្រូខិតខំព្យាយាមបង្រៀនពួកយើងអញ្ចឹងគ្រូចង់ឲ្យសិស្សក្នុងថ្នាក់នេះឡើងថ្នាក់ទាំងអស់គ្នាមិនចង់ឲ្យនរណាម្នាក់ត្រូវរៀនថ្នាក់ដដែលមួយឆ្នាំទៀតនោះទេ ចាលោកគ្រូពេលសិស្សចេញលេងសិស្សជាច្រើនបានទៅតូបលក់ចំណីអាហារខណៈដែលជូលីលយកបាយដែលវិចមកពីផ្ទះទៅអង្គុយហូបនៅលើបង់រំពេចនោះនាយកសាលាបានមកក្បែរនាងដោយបន្លឺឡើង មិត្តភក្តិនៅណាកូនហួយចុះមិនក្បាយម្នាក់ឯងនៅលើបង់នេះដូច្នេះ ចាលោកគ្រូមិត្តភក្តិខ្ញុំទៅទិញបាយនៅតូបគេអស់ហើយបន្តិចទៀតទៅមកវិញ គ្រូឮថាគ្រួសារខ្លួនឯងតែងតែមានរឿងគ្រូឮតាមគ្រូឲ្យទៀតនិយាយដែរទេបើដូច្នេះវាអាចប៉ះពាល់ដល់ការសិក្សារបស់កូនហើយណាបើសិនជាកូនមានបញ្ហាអីធំដុំកើតឡើងនៅក្នុងគ្រួសារអាចទៅរកគ្រូបានហើយកូនអាចចុះឈ្មោះជាសិស្សក្រីក្រដើម្បីទទួលបានប្រាក់ជាប្រចាំខែដើម្បីជាជំនួយដល់ការសិក្សារបស់កូនផងដែរ ចាខ្ញុំអរគុណលោកគ្រូខ្ញុំអាចចុះឈ្មោះបានពិតមែនទេលោកគ្រូ ប្រកាសជាបានសាលារៀននេះជាកន្លែងផ្ដល់ចំណេះផ្ដល់ការពឹងពាក់សម្រាប់សិស្សដែលចង់រៀនចង់ចេះពិតប្រាកដសាលានឹងជួយប្អូន ចាអរគុណលោកគ្រូ គ្រូទៅសិនហើយណាហូបបាយបន្តទៀតចុះ លោកគ្រូនាយកបានចាក់ចេញទៅខណៈដែលមិត្តភ័ក្តិរបស់នាងបានមកដល់ដូចគ្នានាពេលថ្ងៃត្រង់ដល់ម៉ោងចេញពីរៀនជូលីលជិះកង់ដឹកមិត្តនាងជូនទៅដល់ផ្ទះតែម្ដងខ្ញុំចូលក្នុងហើយចាតាចានារីចូលទៅក្នុងផ្ទះផ្លែនបងប្រុសរបស់នាងបានជិះម៉ូតូមកដល់មុខផ្ទះជួននឹងជូលីលតែម្ដង ជូនប្អូនបងមកផ្ទះមែនទេ ចា
បងទៅមិនចេញពីធ្វើការក៏មកបាយផ្ទះព្រោះម៉ែរៀបចំទុកឲ្យរួចរាល់ហើយ បងទៅហូបបាយចាខ្ញុំលាសិនហើយ លីហើយអញ្ចឹង ជូលីលជិះកង់ចាក់ចេញពីផ្ទះមិត្តនាងផ្លែនសូខៀងចូលទៅក្នុងផ្ទះខណៈដែលម្ដាយរបស់គេបានរៀបចំបាយទឹកសម្រាប់កូនរួចស្រាប់តែម្ដងបងគុនឯងមកល្មមមកបាយជុំគ្នាកូនប្អូនគុនឯងទើបតែមកដល់ដូចគ្នា បាទខ្ញុំឃើញមិត្តភ័ក្តិមីអូនជូនមកដល់មុខផ្ទះដែរ មិត្តភ័ក្តិគ្នាតែងតែយកអាសាគ្នាដូច្នេះចាម៉ែមិត្តភ័ក្តិខ្ញុំគឺដូច្នេះ បានមិត្តភ័ក្តិល្អកុំចោលគ្នាណា ចាជូលីលបានមកដល់ផ្ទះម្ដាយរបស់នាងក៏ទើបតែមកដល់ផ្ទះដូចគ្នាមកไปរៀនល្មមកូនស្រីម៉ែទើបតែលក់ដំឡូងអស់ដែរចាំម៉ែតែដាំបាយធ្វើម្ហូបឲ្យកូនណាចាខ្ញុំទៅជួយម៉ែពេលយប់ឡើងខណៈដែលជូលីលកំពុងតែមើលមេរៀនឪពុករបស់នាងបានមកដល់ផ្ទះក៏បានរករឿងម្ដាយរបស់នាងនិងបានលឺដល់ផ្ទះអ្នកជិតខាងពុករករឿងម៉ែទៀតហើយមកពីក្រៅស្វឹងហើយហេតុអីគាត់មិនសម្រាកទេចាំបាច់អីរករឿងម៉ែធំឡើងបើខ្ញុំមានគ្រួសារខ្ញុំនឹងរើសជាទីបំផុតមិនប្រាថ្នាឡើយគូអនាគតដូចជាឪពុកខ្ញុំ9ឆ្នាំក្រោយមកជូលីបានរៀនចប់ត្រឹមថ្នាក់ទី12នាងមិនបានរៀនបន្តដូចជាមិត្តភ័ក្តិនាងឡើយនាងត្រូវធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារឪពុកម្ដាយនាងរីឯឪពុកនាងបានធ្លាក់ខ្លួនឈឺដេកនៅលើកន្ទេលដោយសារតែពិសាគ្រឿងស្រវឹងច្រើនពេកជូលីចេញពីធ្វើការទិញផ្លែឈើមកជាមួយផងដែរម៉ែខ្ញុំទិញផ្លែឈើនិងទឹកដូងមកឲ្យម៉ែនិងពុកពិសាពុកពិសាបាយបានច្រើនអត់ថ្ងៃនេះម៉ែបានដូចតែរាល់ថ្ងៃកូនវាក្រន់បាដៃកូនពុកចង់ពិសាអីខ្លះពុកប្រាប់ខ្ញុំបានខ្ញុំនឹងទិញជូនពុកពិសាពេលខ្ញុំមកផ្ទះ ពុកចង់ហូបតារ៉េនកូនឯងទិញឲ្យពុកផងពុកឃ្លានចង់ហូបណា ចាខ្ញុំនឹងរកមេលបើមានគេលក់ខ្ញុំនឹងទិញយកមកឲ្យពុកពិសា ពុកអរគុណណាស់កូនម៉ែវាខ្ញុំចង់ផឹកទឹកដូង ខ្ញុំដាក់ឲ្យហូបឲ្យមានកម្លាំងនិងបានដើរចេញពីក្នុងផ្ទះខ្លះជូលីចេញពីក្នុងផ្ទះដោយមិត្តភក្តិនាងបានទូរស័ព្ទឲ្យទៅជួបនៅឯមុខសាលាធ្លាប់រៀនកាលពីមុនជូលីឈប់ម៉ូតូងក់ក្បែររថយន្តទំនើបនារីណែណាតែឲ្យខ្ញុំមកជួបតែអត់ឃើញមកដល់ទៀតស្របពេលជាមួយគ្នានោះនារីបានចេញពីក្នុងរថយន្តទំនើបនោះតែម្ដងជូលីឯងមើលខ្ញុំលេងស្គាល់ហើយមែនទេហាជាឯងសោះខ្ញុំខំតែរកមេលឯងធ្វើការអីណែណា ខ្ញុំអត់មានធ្វើការអីទេខ្ញុំនៅរៀននៅឡើយទេពុកម៉ែឲ្យខ្ញុំរៀនតតែចាប់ចុងចាប់ដើមហើយបងប្រុសខ្ញុំក៏មិនឲ្យខ្ញុំធ្វើការដែរគាត់ធានារ៉ាប់រងទាំងអស់ឯងសំណាងណាស់ទៅផ្ទះខ្ញុំដែរទេយើងកម្រនឹងបានជួបគ្នាខ្លាំងណាស់ខ្ញុំអត់បានទៅទេចាំថ្ងៃក្រោយពេលខ្ញុំសម្រាកខ្ញុំនឹងប្រាប់ឯងអូពេលណាឯងទំនេរឯងប្រាប់ខ្ញុំផងខ្ញុំទៅសិនហើយថាចាប់ភ្លាមនារីបើករថយន្តចាក់ចេញទៅផ្លែនហើយជីវិតគេនិងជីវិតខ្ញុំឯងខុសគ្នាមែនគ្រាន់តែថាយើងរស់នៅលើផែនដីដូចគ្នាតែវាសនាគឺខុសគ្នាฉะนั้นគេក៏គ្មានបានអ្វីក្រៅពីបាក់ទឹកចិត្តនិងបាបតែប៉ុណ្ណោះជូលីចាក់ចេញពីសាលាដែលខ្លួនធ្លាប់រៀនបានមកដល់តូបលក់ប្រហិតចៀនមីងប្រហិត10ចង្កាក់ យកតែ10ចង្កាក់អន្តែអី ដងទេឯងជាអ្នកលក់នៅនឹងមែន ខ្ញុំបន្តមុខរបរពីម៉ែតែលក់ដាច់គួរសមដែរអន្តាមានមនុស្សមកទិញអត់ដាច់ទេ អ្វីក៏ដោយក៏ធ្វើទៅមានប្រយោជន៍ដែរឲ្យតែយើងចេះពិតប្រាកដ ខ្ញុំក៏គិតអញ្ចឹងដែរចាំបន្តិចណាប្រហិតឯងចិត្តរួចហើយ ចាតាមស្រួលចាស្រាប់ពេលជាមួយគ្នានោះរថយន្តទំនើបមួយបើកមកឈប់នៅតូបលក់ប្រហិតនេះម្ចាស់រថយន្តបានចេញមកភ្លាមបងហូបអីដែរមានប្រហិតច្រើនមុខណាស់បងខ្ញុំយកប្រហិត20ចង្កាក់បងរើសសិនទៅបងចង់ហូបអីខ្លះចាំខ្ញុំធ្វើជូនបានជូលីលសុខសប្បាយឬក៏អត់អូន ខ្ញុំសុខសប្បាយទេអរគុណដែលបងសួរសុខទុក្ខខ្ញុំ អ
អូនឯងដូចជាមិនសូវទៅលេងផ្ទះបងសោះបងមើលផ្លូវដែរតែអត់ឃើញមនុស្សពេលរៀនចប់ឈប់រាប់អានប្អូនស្រីបងហើយមែនទេ មិនមែនទេបងខ្ញុំអត់មានពេលទៅលេងខ្ញុំរវល់ធ្វើការប្អូនស្រីបងក៏ជាប់រវល់រៀនដូចគ្នាពួកយើងសុទ្ធតែរវល់រៀងខ្លួន អូខេបងយល់យើងម្នាក់សុទ្ធតែរវល់តែចាំឆ្លៀតទៅលេងផ្ទះបងផងណាយើងនឹងបានជុំគ្រួសារជាមួយគ្នា ចាបង ណែប្រហិតឯងខ្ញុំខ្ចប់រួចហើយ ចាអរគុណខ្ញុំទៅហើយទំនេរមកដល់តូបទៀនគិតលុយរួចរាល់ជូលីបានចាក់ចេញពីតូបលក់ប្រហិតនេះភ្លែន បងប្រុសស្គាល់នាងដែរមែនទេនាងជាមិត្តភក្តិរបស់ប្អូនខ្ញុំមិនសូវដែលឮជូលិលនិយាយប្រាប់ទេថាមិត្តភក្តិនាងមានបងប្រុសសង្ហាបែបនេះណែមុននេះខ្ញុំថាទិញប្រហិត20ចក្កៈតែឥឡូវដាក់ឲ្យ30ចក្កៈមកបាទខ្ញុំនឹងរៀបចំមិនឲ្យបងទៅចិត្តទេបងប្រុស ប៉ុន្មានថ្ងៃក្រោយមកខណៈដែលចេញពីធ្វើការម្ដាយទេមកប្រាប់ថាឪពុកនៅក្នុងមន្ទីរពេទ្យជូលីបានប្រញាប់ទៅកាន់មន្ទីរពេទ្យភ្លាមម៉ែតើពុកយ៉ាងម៉េចហើយពុកគុណឯងកាន់តែធ្ងន់ធ្ងរទៅហើយគាត់មិនទាន់ចេញពីបន្ទប់សង្គ្រោះបន្ទាន់នោះទៀតមែនទេម៉ែនៅទេកូនស្របពេលជាមួយគ្នានោះផងដែរគ្រូពេទ្យបានចេញពីក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះលោកគ្រូពេទ្យតើពុកខ្ញុំគាត់យ៉ាងម៉េចហើយ សូមចូលរួមរំលែកទុក្ខផងណាគាត់បានផុតទៅហើយដោយសារតែគាត់បានលួចពិសាស្រាពេលដែលស្ថានភាពគាត់បានធូរស្បើយតែពេលនេះគឺយើងប្រឹងអស់ពីសមត្ថភាពហើយ ប្តីខ្ញុំទៅចោលខ្ញុំហើយប្តីអើយហេតុអីក៏លួចលាក់ធ្វើបាបខ្លួនឯងដូចនេះឥឡូវឪវាឯងទៅចោលខ្ញុំហើយពិធីបុណ្យសពក៏បានរៀបចំឡើងទៅតាមប្រពៃណីលុះមួយខែកន្លងផុតទៅមីងយ៉ាន់រកឃើញកន្ទុយបារីជាច្រើននៅក្នុងឆ្នាំងដីកន្ទុយបារីច្រើនម្ល៉េះប្រហែលនេះហើយជាហេតុផលដែលឪវាឯងមិនងាយធូរស្រាលថែមទាំងមានដបស្រាថ្នាំក្នុងនេះទៀតឪវាឯងជាអ្នកដែលធ្វើបាបខ្លួនឯងទេខ្ញុំនិងកូនខំប្រឹងព្យាយាមមើលថែអស់ពីសមត្ថភាពហើយតែឪវាឯងជាអ្នកបំផ្លាញខ្លួនឯងជូលីនជិះម៉ូតូមកតាមផ្លូវបានជួបនឹងសូខៀងដែលឡានរបស់គេបានបែកកង់បងត្រូវការឲ្យខ្ញុំជួយដែរទេ អូ បងទេតែប្អូនហើយតែប្អូនរវល់រៀនបើអូនឯងចង់ជួយបងអាចជួយបានដោយជូនបងទៅផ្ទះផងទៅណាតលតែមកសន្ទុះទៀតទើបមានគេមកជួសជុលរថយន្តឲ្យបង ខ្ញុំអាចជូនបងទៅផ្ទះបានឡើងម៉ូតូមក បងដូចជាអៀនណាស់ដែលឲ្យអូនដប់បងដូចនេះ មិនបាច់អៀនទេបងជាមនុស្សដូចគ្នាសោះតើអៀនធ្វើអីទេ បងអៀនព្រោះមនុស្សស្រីដប់បងឲ្យបងជិះពីក្រោយ កុំអៀនច្រើនពេកតែអៀនច្រើនអត់បានទៅផ្ទះទេ អូនឯងជាមិត្តភក្តិប្អូនបងតែបងចង់ឲ្យអូនធ្វើជាបងថ្លៃរបស់ប្អូនស្រីបងវិញ បងថ្លៃមិត្តភក្តិខ្ញុំ ចង់បានន័យថាម៉េច ធ្វើជាប្រពន្ធបងអូននឹងបានធ្វើជាបងថ្លៃមិត្តភក្តិរបស់អូនហើយ ធ្វើដូច្នេះប្រៀបបីដូចជាហត់ទឹកសម្លឹងកាអញ្ចឹងរាប់អានមិត្តភក្តិតែសម្លឹងបងប្រុសរបស់មិត្តភក្តិ គឺវាចំណេញតារាប់អានពួកម៉ាក់បានបងប្រុសរបស់ពួកម៉ាក់មកធ្វើជាប្តីចំណេញបានម្ដងដល់ទៅពីរ ខ្ញុំនឹងគិតមើលសិនខ្ញុំអាចចំណេញឬក៏អត់ ច្បាស់ណាស់ថាចំណេញលើចំណេញហើយយកបងប្រុសរបស់មិត្តភក្តិធ្វើជាប្តីទៅអូន អូខេ ល្អណាស់ផែនការធ្វើជាខូចឡានរបស់បងបានសម្រេចហើយបានទាំងប្រពន្ធទៀត ល្បិចមាំណាស់ឪពុកដែលបានចែកឋានទៅដោយសារតែការពិសាសុរានិងបារីច្រើនពេកវាជាការដែលគាត់ខ្លួនឯងធ្វើបាបខ្លួនឯងបន្ទាប់ពីនោះសូខៀងបានដណ្ដឹងជូលីដោយអ្នកទាំងពីរក៏បានរៀបការតាមប្រពៃណីคล้ายជាប្តីប្រពន្ធស្របទៅតាមផ្លូវច្បាប់